យើងឃើញថាម៉ូតូពេលនេះទាហានថៃបានស្លាប់គោជើងដូចភ្នំអញ្ចឹងហើយកម្ពុជាយើងបានផ្លោងចូលគោលដៅបាទជាច្រើនរបស់ថៃបាទឃ្លាំងក្របឃ្លាំងអីហ្នឹងគឺចូលច្រើនណាស់ពីម្សិលមិញប៉ុន្តែយើងឃើញថាបងប្អូនប្រជាពលរដ្ឋនៅពេលដែលឃើញផ្សែងឆេះចូលនៅក្នុងទឹកដីកម្ពុជាគាត់ថតផុសហើយគាត់និយាយថាអូចូលកន្លែងនេះចូលកន្លែងនោះបាទក្នុងគោលបំណងអីគេបាទខ្ញុំឆ្ងល់ដែរហេតុអ្វីបានគាត់ទៅធ្វើបែបហ្នឹងព័ត៌មានពេលខ្លះយើងមិនចេះតែផ្សព្វផ្សាយថៃវាចាំតែមើលយើងទេក្នុងការផ្សព្វផ្សាយព័ត៌មាននៅក្នុងប្រទេសរបស់យើងវាយកទៅផ្សាយគ្រប់បែបយ៉ាងឲ្យតែកម្ពុជាអ្នកថតមិនថាចល័តតបកន្លែងវាផ្លោងចូលវាចាំមើលយើងមួយទៀតតេតងទៅនឹងប្រទេសថៃនេះយើងឃើញថានៅពេលដែលវាឆ្ងល់នឹងចំណុចណាមួយវាតែងតែដាក់សំណួរហើយកម្ពុជាយើងតែងតែឆ្លើយប្រាប់វារហូតបងប្អូនជាប្រវត្តិយើងហ្នឹងអូបកស្រាយប្រាប់គេចេះចុះចេះចុះដល់ពេលអញ្ចឹងទៅថៃគេដឹងអូអាហ្នឹងវាអញ្ចឹងទេហើយបញ្ហាទាំងអស់ហ្នឹងហើយបាទថៃគេតែងតែយកចម្លើយពីកម្ពុជាគ្រប់បែបយ៉ាងហើយឥឡូវម៉ូតូពេលនេះយើងឃើញថាថៃនៅតែបន្តបើកការវាយប្រហារមកលើកម្ពុជាហើយបើកាលពីថ្ងៃអាទិត្យនោះយើងឃើញថាប្រទេសថៃហ្នឹងគេគម្រាមកំហែងមិនថាច្រកផ្លូវគោកទេឥឡូវឈុំសមុទ្រក៏គេចង់បាត់ដែរមួយវិញទៀតយើងឃើញថាយប់មិញនេះគឺគេប្រម៉ែប្រមោប្រជាពលរដ្ឋមានពេទ្យមានប៉ូលីសមានពេស្អីចឹងទៅតម្រួតស្អីទៅលើកកម្លាំងចិត្តដល់កងកម្លាំងថៃក្នុងការច្បាំងឈ្លានពានមកលើកម្ពុជាយល់រួមទៅថៃវាធ្វើគ្រប់បែបយ៉ាងមកលើកម្ពុជាយើងមិនថាកលៈទេសៈបែបណាគឺវាអាចធ្វើបានសូម្បីតែអនុទីនម្សិលមិញហ្នឹងទាហានថៃងាប់គោជើងដូចភ្នំមិនក៏ដោយប៉ុន្តែអនុទីនអាចច្រៀងចម្រៀងបានបាទมันខ្វល់ពីការស្លាប់ឬរបួសនៃទាហានទេអានេះហើយសបញ្ជាក់ថាឋានៈដឹកនាំនៃប្រទេសថៃគឺมันបានយកចិត្តទុកដាក់ទៅលើកងកម្លាំងប្រដាប់អាវុធរបស់គេទេទោះបីអន្តរជាតិបាទជួយសម្របសម្រួលដូចជាមានអាមេរិកក្តីតែថៃមិនបានយកទុកនៅក្នុងកែវភ្នែកទេបែរជាប្រជាជនថៃមើលងាយទៅអាមេរិកទៅវិញអញ្ចឹងអរគុណខ្ញុំបានមានតែមតិប៉ុណ្ណេះទេប៉ុន្តែឥឡូវនេះខ្ញុំបាននឹងជម្រាបជូនព័ត៌មានតែម្ដងយើងឃើញថាថៃបាទគម្រាមកម្ពុជាទៀតហើយតេតទៅទៅនឹងឈូងសមុទ្រកាលពីម្សិលមិញនេះយើងឃើញថាបញ្ជាការយោធាថៃបានបញ្ជាឲ្យបិទឈូងសមុទ្រដើម្បីទប់ស្កាត់ប្រេងបាទអន្តរជាតិនិងតំណែងយុទ្ធសាស្ត្រផ្សេងទៀតមិនឲ្យហូរចូលក្នុងកម្ពុជាទេគេដោយសារតែគេថាយើងឈ្លានពានគេឥឡូវគេបិទឈូងសមុទ្រតើសួរថាបិទនឹងខុសច្បាប់អន្តរជាតិទេតើយើងសួរវិញថាអន្តរជាតិណាហ៊ានដែលហ៊ានធ្វើថៃឥឡូវអត់មានសូម្បីតែអាមេរិកក៏អត់ខ្លាចនិយាយរួមទៅថៃអត់ខ្វល់ពីអាណាទាំងអស់ហើយយើងមើលអន្តរជាតិណាមួយដែលមកជួយកម្ពុជាដែលជនរងគ្រោះអញ្ចឹងយើងមើលចំណុចហ្នឹងវិញបើយើងមិនខ្លាំងខ្លួនឯងទេគ្មានអ្នកណាជួយយើងទេនៅពេលបច្ចុប្បន្ននេះតេតងទៅនឹងឈូងសមុទ្រថៃមិនមែនជារបស់ថៃផ្ដាច់មុខទេចំណាត់ការនេះគឺបានបង្ហាញពីភាពក៏ក្លឿនរបស់ថៃជាមួយនឹងប្រទេសដទៃទៀតដែលមានចំណែកក្នុងដែនទឹកនោះដោយកម្ពុជានិងវៀតណាមនិងម៉ាឡេស៊ីដែរជាការពិតការសម្រេចចិត្តរបស់ថៃក្នុងការបិទដែនទឹកនេះដែលរារាំងការដឹកជញ្ជូនស្បៀងអាហារត្រាំពេទ្យឬទំនិញស៊ីវិលសំខាន់ផ្សេងទៀតដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាជនស៊ីវិលនោះវាអាចត្រូវបានចាត់ទុកថាជាខុសច្បាប់ក្រោយពីច្បាប់មនុស្សធម៌និងអន្តរជាតិបើថៃបិទឈូងសមុទ្រនេះមែនបាទថៃនឹងរំលោភលើអនុសញ្ញាសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ UNCLOS ដែលផ្ដល់សិទ្ធិឲ្យគ្រប់រដ្ឋទាំងអស់ដែលមានសេរីភាពក្នុងការធ្វើនាវាចរឆ្លងកាត់ដែនទឹកអន្តរជាតិនិងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់រដ្ឋដទៃទៀតឈូងសមុទ្រថៃគឺជាដែនទឹកអន្តរជាតិដែលពាក់ព័ន្ធជុំវិញទៅដោយប្រទេសចំនួន4មានថៃកម្ពុជាវៀតណាមនិងម៉ាឡេស៊ីដូច្នេះថៃគ្មានសិទ្ធិកំណត់នៃការធ្វើនាវាចរឬបិទទាំងស្រុងនៅដែនទឹកដែលហួសពីដែនទឹកចម្ងាយ20គីឡូម៉ែត្ររបស់ខ្លួននោះទេស្របទៅឈូងសមុទ្រថៃភាគច្រើនគឺជាតំបន់សេដ្ឋកិច្ចផ្ដាច់មុខហៅកាត់ EEZ ដែនទឹកអន្តរជាតិតាមធម្មតារដ្ឋមួយមិនមានសិទ្ធិបិទទាំងស្រុងនៅការធ្វើនាវាចរក្នុងតំបន់ទាំងនោះទេសូមជម្រាបថាឈូងសមុទ្រថៃជាផ្នែកនៃសមុទ្រចិនខាងត្បូងដែលមានផ្ទៃក្រឡាប្រហែល320,000 គីឡូម៉ែត្រការ៉េនិងជម្រៅជាមធ្យមប្រហែលជា58ម៉ែត្រ
អញ្ចឹងតេតងទៅនឹងព័ត៌មាននេះយើងឃើញថាថៃនៅតែបន្តគម្រាមកំហែងមកលើកម្ពុជាដដែលហើយយើងទៅមើលនាយករដ្ឋមន្ត្រីសៀមបាទបដោះអាសន្នដែលរត់ចោលកៅអីសភាមិនទាន់ដល់កំណត់ពេលផងយើងឃើញថានាយករដ្ឋមន្ត្រីបាទលោកអនុទីនយកសង្គ្រាមជាសន្លឹកឆ្នោតដើម្បីគៀងគរការគ្រប់គ្រងនិងសន្លឹកឆ្នោតដែលបោះឆ្នោតនៅពេលខាងមុខនេះតេតងទៅនឹងលោកអនុទីនឆាមរៈកុលនេះកំពុងតែប្រើប្រាស់យុទ្ធសាស្ត្រនៅតាមព្រំដែនជាមួយនឹងកម្ពុជាដើម្បីជាសន្លឹកឆ្នោតក្នុងការគៀងគរសម្លេងគ្រប់គ្រងពង្រឹងជំហររបស់គណៈបកខ្លួនខណៈដែលការបោះឆ្នោតនៅប្រទេសថៃត្រូវបានរំពឹងទុកនៅដើមឆ្នាំក្រោយដែលជាចលនាមួយដែលអ្នកវិភាគពណ៌នាថាជាលបែងនយោបាយមានហានិភ័យខ្ពស់នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានជប៉ុនលោកអនុទីនបានរំសាយសភាកាលពីថ្ងៃទី12ខែធ្នូឆ្នាំ2025ដែលធ្វើឲ្យមានការបោះឆ្នោតមុនការកំណត់មន្ត្រីរៀបចំការបោះឆ្នោតនៅក្នុងស្រុកបាននិយាយថាការបោះឆ្នោតអាចនឹងត្រូវប្រារព្ធឡើងឆាប់បំផុតនៅក្នុងខែកុម្ភៈឆ្នាំ2026ខាងមុខនេះការសម្រេចចិត្តរបស់អនុទីនក្នុងការរំលាយសភាធ្វើឡើងនៅពេលដែលមានការប៉ះទង្គិចគ្នាតាមបណ្ដោយព្រំដែនថៃនិងកម្ពុជាកាន់តែខ្លាំងក្លាដែលអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីចាំផ្ទះរូបនេះអាចបង្ហាញរូបភាពរបស់ខ្លួនទៅកាន់ពលរដ្ឋថៃក្នុងនាមជាអ្នកការពារអធិបតេយ្យភាពជាតិដ៏ស្មោះស្ម័គ្របំផុតរបស់ថៃអ្នកវិភាគបានលើកឡើងថាដោយបដិសេធសំណើឈប់បាញ់របស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំលោកអនុទីនបានបដិញ្ញាបន្តប្រតិបត្តិការយោធាដែលជាជំហរទទួលការគ្រប់គ្រងពីអ្នកបោះឆ្នោតអភិរក្សនិយមនិងផ្នែកខ្លះនៃស្ថាប័នយោធាយ៉ាងណាមិញតាមរយៈការដាក់សន្តិសុខជាតិជាចំណុចស្នូលនៃការឃោសនាបោះឆ្នោតរបស់ខ្លួនអាណូទីនហាក់ដូចជាកំពុងតែស្វែងរកផលប្រយោជន៍ពីមនោសញ្ចេតនាស្នេហាជាតិខណៈដែលបង្វែរការយកចិត្តទុកដាក់របស់សាធារណជនចេញពីបញ្ហាប្រឈមនៅក្នុងស្រុកទាំងសង្គ្រាមក៏ដូចជាគ្រោះទឹកជំនន់ការរិះគន់លើកឡើងគ្រប់គ្រងរបស់រដ្ឋបាលចំពោះទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូងនិងបណ្ដឹងចោទប្រកាន់ជាច្រើនអំពីអំពើពុករលួយនិងការក្លែងបន្លំដែលពាក់ព័ន្ធទៅនឹងមន្ត្រីរដ្ឋាភិបាលរបស់លោកអនុទីនពេលវេលានៃការរំសាយសភាបានជួយឲ្យលោកអនុទីនគេចចេញពីការបោះឆ្នោតដកសេចក្តីទុកចិត្តដែលជិតមកដល់ដែលត្រូវបានគម្រាមកំហែងដោយគណៈបកប្រជាជនប្រឆាំងដែលបានប៉ះទង្គិចជាមួយនឹងរដ្ឋាភិបាលលើទិសដៅគោលនយោបាយនិងការរៀបចំសម្ព័ន្ធភាពឡើងវិញការប្រយុទ្ធគ្នាតាមបណ្ដោយព្រំដែនបានបណ្ដាលឲ្យជនស៊ីវិលទាំងសងខាងផ្លាស់ទីលំនៅនិងរំខានដល់ពាណិជ្ជកម្មដោយបន្ថែមភាពតានតឹងនៅក្នុងតំបន់គណៈកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលដែលដឹកនាំដោយអាស៊ានកំពុងតែជួបការលំបាកក្នុងការទទួលបានលទ្ធផលគួរជាទីពេញចិត្តព្រោះតែភាពរឹងរូសរបស់ថ្នាក់ដឹកនាំថៃ